ស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបាទយើងងាកមកមើលព័ត៌មានអំពីកាហ្សានិងអ៊ីស្រាអែលវិញតែម្ដងបាទប្រិមិត្តបាទជាងកាត់ថ្ងៃពី16បាទខែ6ឆ្នាំ2025បាទមានរថយន្តបាទជាច្រើនបាទដែល WAO បាទផ្ទុកបាទអាហារហើយជាមួយនឹងបាទជំនួយបាទស្បៀងទៀតបាទយកចូលក្នុងតំបន់កាហ្សាដែលជាតំបន់មួយពិបាកខ្លាំងមែនទែននៅក្នុងការវាយប្រហារនេះផងដែរជាមួយអ៊ីស្រាអែលបាទអញ្ចឹងពលរដ្ឋនៅក្នុងតំបន់កាហ្សានេះផងដែរគឺរងចាំជំនួយបាទស្បៀងអាហារពី WAO ផងដែរប៉ុន្តែអ្វីដែលសំខាន់នោះគឺបាទទ័ពរបស់បាទអ៊ីស្រាអែលបានបាញ់តែម្ដងបាទប្រិមិត្តបាញ់ទៅលើបាទរថយន្តបាទដែលដឹកស្បៀងអាហារនោះបាទក្នុងពេលអំឡុងធ្វើដំណើរនោះបាទធ្វើឲ្យខ្ទេចតែម្ដងហើយនឹងធ្វើឲ្យមានបាទមនុស្សស្លាប់ជាច្រើនទៀតយ៉ាងហោចណាស់មាន51អ្នកស្លាប់និងមានអ្នករងរបួសជាង200អ្នកទៀតផងដែរបាទអញ្ចឹងយើងក៏គួរតែបាទអាណិតមែនតែននៅតំបន់កាហ្សាបាទយើងសូមបើកវងកញ្ចក់តិចបាទឥឡូវតំបន់នេះខ្លាចជាតំបន់ទូរភ័ក្រផងដែរបាទប្រិមិត្តផងដែរបាទគឺមានការដាច់ស្បៀងបាទដាច់ទឹកបាទដាច់ភ្លើងផងដែរបាទចំណុចនេះផងដែរគឺវាពិបាកខ្លាំងមែនតើហើយការវាយប្រហារនេះគឺនៅវាយប្រហារនៅម៉ោង3រសៀលម៉ោងនៅក្នុងតំបន់នោះផងដែរបាទអញ្ចឹងបាទដំណឹងមួយនេះក៏សោកស្ដាយនិងសោកសៅផងដែរចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋហើយនឹងការបាត់បង់ស្បៀងអាហារហើយស្បៀងអាហារនោះផងដែរគឺមិនត្រឹមតែដឹកតាមរថយន្តនេះគឺគេដឹកតាមរថភ្លើងបាទបន្ថែមទៀតផងដែរដែលធ្វើឲ្យបាទបើសិនជាស្បៀងអាហារទៅទាន់ម៉ោងទាន់គ្រប់គ្រាន់នោះគឺអាចបាទជួយដល់ប្រជាជនបាទនៅតំបន់កាហ្សានោះអាចបានរហូតដល់បាទ5000នាក់ផងដែរបាទហ្នឹងហើយអញ្ចឹងស្ថានភាពនេះគឺពិបាកខ្លាំងមែនតើកាន់តែធ្ងន់ធ្ងរទៅផងដែរហើយវាពិបាកខ្លាំងមែនតើហើយសប្តាហ៍នេះគឺអ៊ីស្រាអែលនៅតែបន្តការវាយប្រហារបាទទៅលើកាហ្សាដែរមិនសឹងតែមិនលួសថ្ងៃផងដែរបាទប្រិមិត្តអញ្ចឹងក៏អង្គការបាទសុខភាពពិភពលោក WHO បាទនៅក៏កំពុងបាទគិតមើលឡើងវិញផងដែរចំពោះការបាទត្រៀមបាទអាហារឬក៏ស្បៀងដែលទៅជំនួយតំបន់កាហ្សាទៀតតើចាំមើលរកវិធីសាស្ត្រចូលទៅបាទកន្លែងណាទៀតដើម្បីកុំឲ្យខាងទ័ពអ៊ីស្រាអែលបាទបាញ់មកលើបាទទ័ពកាហ្សាស្បៀងអាហារសម្រាប់បាទប្រជាជនកាហ្សាផងដែរបាទអញ្ចឹងបាទយើងក៏មានវីដេអូបាទពីបាទតំបន់នេះផងដែរបាទហ្នឹងហើយប្រិយមិត្តអាចតាមដានមើលវីដេអូនឹងបានបាទអរគុណ